មេឃភ្លៀងតិចដាក់មកជូរខ្ទិះសាច់ទានេះបន្តិចមើលជូញីកម្ទេសហិលមកឆ្ងាញ់ណាស់បងប្អូនចាលឹមតិចចឹងតែអំពេលកំពុងធ្វើម្ហូបណាមិនមែនលឹមទេណាថាភ្លៀងយកតែម្ដងជូរខ្ទិះខានញ៉ាំយូរបងប្អូនហើយទឹកសឡគេគេថាមានជាតិឆ្ងាញ់ណាចាញ៉ាំជាមួយបាយក្តៅអូយនិយាយថាកូនទូចនេះគេថាក៏ចំណាប់ដែរចាហត់ទឹកសឡដាក់បាយក្តៅមកញ៉ាំបាយខ្លួនគេបានហ្មងហ្នឹងធ្វើម្ហូបនេះអ្វីដែលត្រូវត្រៀមគឺគ្រឿងមុនគេចាកុលក្រៃម្ដេងល្មៀតស្លឹកក្រូចខ្ទឹមសអីហ្នឹងឯងហើយថ្ងៃនេះខ្ញុំប្រើជាសាច់ទានេះនៅមួយផ្លូវនៅស្លាប់នៅកណិតកណាស់ញ៉ាំកន្លែងណាចោះញ៉ាំកន្លែងហ្នឹងឥឡូវថានៅសល់ហ្នឹងយើងយកមកស្លមកហើយមុនដំបូងខ្ញុំកិនគ្រឿងសិនចាបុកក៏បានដែរតែខ្ជិលបញ្ញាប់ហើយយើងស្លខ្ទិះចឹងដាក់ជាមួយខ្ទិះតែម្ដងទៅចាកិនទៅឆាប់ម៉ត់មានម៉ាស៊ីនអញ្ចឹងក៏វាស្រួលដែរកិនតែមួយត្រល់ទៅគឺថាម៉ត់បាត់បានធ្វើភ្លាមចាអត់យូរការទម្លាប់ខ្ញុំក៏លុកម៉ត់សិនមិនខ្ញុំដាក់ខ្ទឹមសនេះចូលហើយក៏លុកតិចឲ្យតែរៀងនៅដុំឲ្យរៀងម៉ត់ចូលជាតិគ្នាទៅរៀងនៅដុំហ្នឹងគឺបានហើយក៏មានប្រហុកនេះដែរចំពោះបន្លែវិញមានផ្សិតត្រាប់ហើយសណ្តែកគួរអញ្ចឹងទៅក៏មានម្ទេសដាក់បដែតទុកញីហិលឆ្ងាញ់ទាយើងថ្ងៃនេះឃើញតិចចឹងមែនប៉ុន្តែអូយខ្ចីល្អណាស់ហើយសិតតែខ្លាញ់ហើយបើថាស្លខ្ទិះអញ្ចឹងទៀតមិនបាច់លីងដាក់ខ្លាញ់ទេបងប្អូនចាដាក់លីងចូលគ្នាតែម្ដងទៅគឺថាអូយខ្លាញ់គេចេញតែទឹកត្រាតែម្ដងហើយសាច់ទានេះដែរខ្ញុំហាន់កាត់វាតូចទេចាព្រោះអីខ្ញុំមានកូនតូចចឹងស្រួលញ៉ាំបងប្អូនចាហើយដាក់សាច់ដាក់ប្រហុកដាក់គ្រឿងចូលឲ្យហើយមកកែវក្លុកហ្នឹងចាក់ខ្ទិះដូងចូលបន្តិចមកចាក្លុកវាអស់កុំឲ្យស្ដាយគ្រឿងកូរគ្រឿងយើងជាមួយសាច់ហ្នឹងឲ្យវារឹងដាច់ទឹកឲ្យវាចេញទឹកព្រៃអស់វាហើយដាច់ទឹកព្រៃហ្នឹងម្សាមកកូរសាច់ដាច់ទឹកបានក្លិនគ្រឿងក្លិនសាច់យើងគឺថាឡើងឈ្ងុយតែម្ដងទាំងខ្ទិះដូងទាំងអីហ្នឹងឈ្ងុយហ៎បងប្អូនចាគ្រាន់តែកូរគ្រឿងហ្នឹងគឺថាក្លៀនបាយបាត់ហើយមួយមើលឲ្យឡើងតំណងហ្មងខ្ញុំកូរសាច់ដាច់ទឹកហើយបានខ្ញុំចាក់ទឹកចូលចាក្លុកអានេះនឹងម្សៅទៀតឲ្យអស់តែម្ដងហើយចំពោះទឹកវិញយើងដាក់មួយលិចសាច់មកហើយយើងសំជាមួយនឹងបន្លែទៀតឲ្យរាងស្មើទឹកស្មើកាកមកឆ្ងាញ់ហើយឥឡូវនេះយើងដាក់ស្លនឹងចោលសិនទៅមកចិតបន្លែវិញចាសណ្តែកគួរនេះយើងហាន់ខ្លីៗចឹងទៅធ្វើបដាមេឃភ្លៀងបដាឡើងតិចហ្មងហើយត្រប់ស្រួយនេះវិញខ្ញុំអត់ទាន់ដាក់ឯងខ្ញុំគាត់កាត់ក្បាលសិនខ្ជិលដាក់ត្រាំទឹកអំបិលអញ្ចឹងហើយចាំពេលយើងចិតពេលយើងដាក់ដាក់ហ្មងហើយផ្សិតនេះវិញវារាងវែងអញ្ចឹងហើយកាត់វាខ្លីខ្លះទឹកសឡយើងពុះឲ្យថែមគ្រឿងតាមចំណង់ចំណូលចិត្តដាក់មានម្សៅស៊ុបរ៉ូឌីប៊ីចេងស្ករអំបិលផ្ទះខ្ញុំចូលចិត្តប្រើអំបិលក្រួសសឡអញ្ចឹងប្រើអំបិលក្រួសឆ្ងាញ់ហើយបន្លែហ្នឹងដាក់ចូលឲ្យហើយដែរមកអំពិលទុំអីហ្នឹងមកជូរហ្នឹងគឺបងចូលឲ្យហើយដែរចាបងប្អូនអាចប្រើជាសណ្ដាន់ជាអីក៏បានដែរហើយបើបានស្លឹកម្កាក់ឬមួយស្លឹកខ្នឹងក៏បានដែរចាត្រូវគ្នាហ្មងហ្នឹងទុកឲ្យពុះមើលបន្លែមើលសាច់យើងឆ្អិនហើយបើថាសាច់រៀងខ្ចីចេះគេថាលឿនទេអត់បាក់ងាស់យូរទេបងប្អូនចាហើយថែមខ្ទិះដែលនៅសល់ហ្នឹងចាក់ចូលបើហើយមកទុកមកពុះទៀតភ្លក់រសជាតិតាមចំណូលចិត្តចារៀងជូររៀងជីងជាតិជូរល្មមហើយអញ្ចឹងខ្ញុំស្រង់7ចេញហើយថែមស្ករបន្តិចវារៀងស្ទើជាតិស្ទើចិត្តអញ្ចឹងណាហើយលោកកូននេះគេថាគេឃ្លានបាយណាវិលនេះចក្រានជាមួយម៉ាក់ដែរគេហេវគេហើយបានមេតិចអញ្ចឹងញ៉ាំជាមួយបាយក្តៅសឡនៅក្តៅអញ្ចឹងហត់អូយអ៊ុនមកជាតិណាបងប្អូនហើយឆ្ងាញ់ហ្មងហ្នឹងហើយអាភ្លោះខ្ញុំនេះឲ្យញ៉ាំបាយខ្លួនឯងដែរពេលព្រឹកតែរៀនម៉ាក់បញ្ចុកតែពេលថ្ងៃមកវិញគឺត្រូវតែញ៉ាំខ្លួនឯងចឹងហ្មងព្រោះអីអត់មានបញ្ញាប់ទៅណាទេម្ទេសម្ដែតមិញហ្នឹងញិចវាហិលមកឆ្ងាញ់ហ្មងចាហើយវីដេអូយើងថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេចាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ